សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទ Mr. Sina ហើយថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបដកគណនី Gmail របស់យើងចេញពីទូរស័ព្ទដៃរបស់អ្នកដទៃអញ្ចឹងបងប្អូនពិតជាឆ្ងល់ថាមិនបានត្រូវតែដក Gmail យើងចេញពីទូរស័ព្ទដៃរបស់អ្នកដទៃអញ្ចឹងហេតុផលនេះគឺវាមានច្រើនបងប្អូនវាអាចបង្កជាបញ្ហាច្រើនឧទាហរណ៍ថានេះគាត់ឧទាហរណ៍មួយចុះ account Gmail យើងបង្កើតមកដើម្បីសម្រាប់ download កម្មវិធីឬក៏យើងយកទៅលេង game ឬក៏យើងយកទៅមើល Facebook ឬក៏ YouTube អីចឹងទៅអញ្ចឹងឧទាហរណ៍នៅពេលដែលយើងចូលទៅមើល YouTube ចុះខ្ញុំឧទាហរណ៍បន្ទូរស័ព្ទដៃរបស់ខ្ញុំអញ្ចឹងក្នុងគណនី Gmail យើងបង្កើតទៅកាលណាយើងដាក់ឲ្យអ្នកដទៃប្រើដែរអញ្ចឹងអ្នកដទៃគាត់ចូលមើល YouTube គាត់មើលរឿងខ្មោចឬក៏អ្នកខ្លះគាត់ដាក់បទចម្រៀងឬក៏អ្នកខ្លះគាត់ចូលចិត្តស្ដាប់ធម៌អញ្ចឹងវាអញ្ញៃហើយវាពិបាកយើងអត់ចង់ឲ្យវាអញ្ញៃបែបហ្នឹងហើយយើងចង់ប្រើប្រាច់មុខតែឯងអញ្ចឹងយើងអាចចូលទៅ remove account Gmail របស់យើងនេះចេញពីទូរស័ព្ទដៃរបស់គាត់បានអញ្ចឹងបងប្អូនចូលមកត្រង់កន្លែង Gmail របស់យើងមកហើយបងប្អូនចុចទៅកន្លែងត្រី3នៅខាងឆ្វេងដៃនេះហើយបងប្អូនអូសមកក្រោមតិចមកហើយយើងចូលទៅចុចពាក្យថាការកំណត់អញ្ចឹងកន្លែងហ្នឹងវាមានអក្សរ3ជួរមួយវាដាក់ថាការកំណត់ទូទៅទី2ដាក់ Gmail របស់យើងទី3វាដាក់ថា add account អញ្ចឹងយើងចូលទៅគណនីរបស់យើងមកបន្ទាប់មកយើងចូលទៅកន្លែងគ្រប់គ្រងគណនី Google របស់អ្នកចុចលើពាក្យហ្នឹងមកបងប្អូននឹងឃើញផ្ទាំងបែបនេះអញ្ចឹងបងប្អូនត្រូវចូលទៅកន្លែងអក្សរដែលគេដាក់ថាសុវត្ថិភាពក្នុងការចូលគណនីអញ្ចឹងយើងចុចលើត្រង់អក្សរហ្នឹងមកហើយវាចេញជាពាក្យបែបនេះអញ្ចឹងបងប្អូនអូសវាមកក្រោមបងប្អូនអូសមកក្រោមមកបងប្អូនឃើញពាក្យថាឧបករណ៍របស់អ្នកអញ្ចឹងឧបករណ៍របស់អ្នកអញ្ចឹងបានន័យថាកន្លែងនេះគឺទុកឲ្យគណនីដែលទូរស័ព្ទជាច្រើនគ្រឿងដែលបានលេង account Gmail របស់យើងអញ្ចឹងឧទាហរណ៍ថាទូរស័ព្ទខ្ញុំនេះគឺទូរស័ព្ទខ្ញុំនេះគឺមានaccount Gmail ខ្ញុំនេះគឺមានទូរស័ព្ទចំនួន30គ្រឿងដែលលេង Gmail របស់ខ្ញុំយកទៅ download ឬក៏យកទៅមើល YouTube ជាដើមអញ្ចឹងខ្ញុំចូលទៅដល់ទូរស័ព្ទខ្លះដើម្បីកុំឲ្យយើងវាលេងច្រើនពេកអញ្ចឹងវាបង្កជាបញ្ហាដល់យើងដែរអញ្ចឹងឧទាហរណ៍យើងចង់ដកគណនីចង់ដកទូរស័ព្ទណាមួយដើម្បីឲ្យកុំឲ្យយើងដក Gmail យើងនេះចេញពីទូរស័ព្ទដៃរបស់គាត់កុំឲ្យយើងមានបញ្ហាចឹងយើងចង់ដកចេញតែបងប្អូនចុចលើរបស់ថាអូខេបើនេះបងប្អូនចុចលើហ្នឹងហើយបងប្អូនរងចាំទៅទូរស័ព្ទរបស់យើងកន្លងទៀតហើយបងប្អូនចង់ពាក្យថាចេញពីគណនីហើយចុចបន្តចេញពីគណនីហ្នឹងហើយបងប្អូនចុចពាក្យថាយើងចូលអញ្ចឹងdevice មួយហ្នឹងគឺត្រូវ delete ចេញពីaccount Gmail របស់យើងតែម្ដងអញ្ចឹងយើងចង់ឲ្យជាច្បាស់គឺយើងអូសមកក្រោមមកបងប្អូនអូសមកក្រោមមកនេះគឺ Oppo A53 នេះបងប្អូននេះឃើញគឺ Oppo A53 នេះគឺត្រូវបានដកចេញពីគណនី Gmail របស់យើងអញ្ចឹងគាត់អាចប្រើ Gmail របស់យើងបានទេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្ណឹង